តើកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនលោកម៉ាឌូរ៉ូដោយរបៀបណាវ៉ាស៊ីនតោននៅថ្ងៃសៅរ៍ទី3 ខែមករាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានអះអាងថាកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកបានចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូបន្ទាប់ពីបើកការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលលើប្រទេសអាមេរិកខាងត្បូងមួយនេះលោកត្រាំបានបង្ហោះសារលើបណ្ដាញទ្រូតសូសយ៉លយ៉ាងដូចនេះថាសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងប្រទេសវេណេស៊ុយអេឡានិងមេដឹកនាំរបស់ប្រទេសនេះគឺលោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយាហើយត្រូវបានដឹកតាមយន្តហោះចេញពីប្រទេសវេណេស៊ុយអេឡាហើយលោកត្រាំបានប្រកាសថារូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយនៅម៉ោង 11:00 នាទីព្រឹកម៉ោងនៅអាមេរិកនៅឯភូមិក្រេសម៉ាឡាហ្គោរបស់លោកក្នុងរដ្ឋហ្វ្លូរីដាក្រមមន្ត្រីអាមេរិកបានឲ្យដឹងថាលោកប្រធានាធិបតីវេណេស៊ុយអេឡាម៉ាឌូរ៉ូត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក Delta Force ប៉ុន្តែថាតើកងកម្លាំងនេះអាចចូលចាប់ខ្លួនលោកម៉ាឌូរ៉ូក្នុងប្រទេសវេណេស៊ុយបានយ៉ាងដូចម្តេចក្រុមអ្នកវិភាគខ្លះយល់ថាប្រសិនបើសហរដ្ឋអាមេរិកពិតជាបានចាប់ខ្លួនលោកម៉ាឌូរ៉ូបានពិតមែននោះប្រតិបត្តិការនេះអាចធ្វើឡើងតាមរយៈការសហការជាមួយផ្ទៃក្នុងវេណេស៊ុយអេឡាជាជាងការពឹងផ្អែកលើកម្លាំងបាយទាំងស្រុងនៅក្នុងសេណារីយ៉ូនេះលោកម៉ាឌូរ៉ូមិនត្រូវបានផ្ទៃក្នុងធ្វើរដ្ឋប្រហារនោះទេតែអាចត្រូវបានបោះបង់ចោលយ៉ាងស្ងៀមស្ងាត់ក្នុងន័យនេះមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួរកងកម្លាំងសន្តិសុខឬយោធាវេណេស៊ុយអេឡាប្រហែលជាបានដកខ្លួនចេញពីការការពាររូបលោកឬក៏អាចសហការនិងជួយសម្របសម្រួលដល់កងកម្លាំងអាមេរិកប្រព័ន្ធដឹកនាំតាមបែបផ្ដាច់ការជាញឹកញាប់តែងតែដួលរលំតាមផ្លូវមួយនេះពោលគឺភាពស្មោះត្រង់ក្នុងចំណោមមន្ត្រីធំបានបាត់បង់នៅក្រោមការដាក់ទណ្ឌកម្មការភ័យខ្លាចពីការកាត់ទោសនិងការដណ្ដើមអំណាចគ្នានៅពេលអំណាចរដ្ឋាភិបាលចុះទន់ខ្សោយការរស់រានឬការការពារអំណាចជីវិតនយោបាយរបស់ពួកគេស្ថិតនៅជាអាទិភាពកំពូលកាលពីអតីតកាលអតីតមេដឹកនាំប៉ាណាម៉ាលោកម៉ាញូអែលណូរីហ្កាក៏ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកទម្លាក់ចេញពីអំណាចដែរកាលពីឆ្នាំ1989តាមរយៈការសហការជាមួយក្រុមមន្ត្រីក្នុងប្រទេសប៉ាណាម៉ាតែម្ដងការវាយឆ្មក់លឿនដូចភ្លេចបន្ទោក្នុងសេណារីយ៉ូទី2នេះគឺការធ្វើប្រតិបត្តិការលឿនដូចភ្លេចបន្ទោតាមរយៈការកំណត់ទីតាំងច្បាស់លាស់និងព័ត៌មានសម្ងាត់ប្រតិបត្តិការនេះតម្រូវឲ្យមានព័ត៌មានចារកម្មយ៉ាងលម្អិតនិងច្បាស់លាស់បំផុតពីកន្លែងស្នាក់នៅរបស់លោកម៉ាឌូរ៉ូការគ្រប់គ្រងដែនអាកាសបណ្ដោះអាសន្ននិងការបង្ហាញប្រតិបត្តិការឲ្យបានលឿនបំផុតដើម្បីបញ្ជៀសកុំឲ្យមានប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំក្នុងទីក្រុងការ៉ាកាសកន្លងមកសហរដ្ឋអាមេរិកបានដឹកនាំប្រតិបត្តិការលឿនដូចភ្លេចបន្ទោបែបនេះដែលគួរឲ្យកត់សម្គាល់ប្រតិបត្តិការសម្រាប់មេដឹកនាំអាល់កៃដាអូសាម៉ាប៊ីនឡាដិនកាលពីឆ្នាំ2011ផ្កាយការលួងលោមឲ្យចូលអន្ទាក់ក្នុងសេណារីយ៉ូទី3គឺជាការបោកបញ្ឆោតនិងលួងលោមឲ្យដើរចូលអន្ទាក់ជំនួសឲ្យការឆ្មក់វាយប្រហារចូលវាមានប្រធានាធិបតីវេណេស៊ុយអេឡាលោកម៉ាឌូរ៉ូប្រហែលជាត្រូវបានលួងលោមថាលោកត្រូវបានគេនាំខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពនិងចូលរួមក្នុងកិច្ចចរចាសម្របសម្រួលណាមួយជាដើមវិធីសាស្ត្រនេះមានគោលបំណងកាត់បន្ថយអំពើហិង្សានិងបញ្ជៀសភាពចលាចលតាមដងផ្លូវសម្រាប់មេដឹកនាំមួយចំនួនការធ្វើដំណើរនិងការចរចាគឺជាពេលវេលាមួយដ៏គ្រោះថ្នាក់ពីព្រោះនៅពេលដែលពួកគេដើរចេញពីរង្វង់នៃការការពារដ៏រឹងមាំនោះការពារនឹងថយចុះប្រសិទ្ធភាពឬបាត់បង់ប្រសិទ្ធភាពតែម្ដងតាមរយៈសេណារីយ៉ូទាំង3ខាងលើអ្វីត្រូវបានត្រៀមចំអស់រយៈពេលជាច្រើនខែឬច្រើនឆ្នាំមករបស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកព្រមទាំងការទិញទឹកចិត្តក្រុមមន្ត្រីស្និទ្ធនឹងលោកម៉ាឌូរ៉ូចូលកុំភ្លេចថាលោកត្រាំបានចេញបញ្ជារួចហើយឲ្យទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA ធ្វើប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡាបារីយ៉ូសាន់